សូមពឹងពាក់បងស្រីជាទីគោរពជួយបដៅប្តីបងផងបងភ័យបណ្ណៈហ្នឹងណាកុំឲ្យគាត់ខឹងក្រោតប្រើពាក្យអាមឹងជេរគេជេរឯងតាម Facebook វាអត់ល្អមើលទេសម្រាប់មនុស្សចាស់វាអាសោចគេដល់កូនរបស់បងស្រីវាអាសោចគេដល់ចៅរបស់បងស្រីបាទហើយកូនរបស់បងភ័យបណ្ណៈនិងបងស្រីស្ដាប់មើលចោះមានឪពុកដែលមកជេរគេចង្អេងក្នុង Facebook តើតម្លៃយើងជាមនុស្សចំនួនក្រោយទុកនៅឯណាបាទវីដេអូនេះសូមផ្ញើជូនដល់បងស្រីដែលជាភរិយារបស់បងភ័យវណ្ណៈជាពិសេសបងស្រីជាទីគោរពខ្ញុំពេជ្រស្រស់បានធ្វើការផុសរូបជាក្រុមមួយនៅក្នុង page របស់ខ្ញុំប៉ុន្តែខ្ញុំមិនបានស្គាល់បងស្រីមួយណាទេដែលថាជាប្រពន្ធរបស់បងភ័យវណ្ណៈហើយការផុសរូបជាក្រុមនោះខ្ញុំមិនបានទៅសេសំដៅទៅលើបងស្រីទេបាទអញ្ចឹងអត្ថន័យដែលខ្ញុំទៅសេគឺខ្ញុំចង់ឲ្យប្តីប្រពន្ធលោក K01 មើលរូបភាពនឹងទៅហើយគិតពិចារណាក្នុងន័យថាយើងស្គាល់គេស្និទ្ធយើងហូបជុំគ្នាដល់ពេលយើងមានរឿងគេមិនជួយយើងទេគេបែរជាព្យាយាមជន់យើងថែមចង់មានន័យអញ្ចឹងហើយអត្ថន័យនោះអត់មានប្រះចាកឆ្ងាយទៅណាទេខ្ញុំសូមអានជូនឲ្យបងស្រីស្ដាប់តែម្ដងខ្ញុំបានសរសេរថាពេល K01 ចេញមកវិញយករូបនេះទៅដេកគិតទាំងប្តីទាំងប្រពន្ធទៅក្រោយពីគិតរួចនាំគ្នាទៅវត្តស្រោចទឹកចេញផងអញ្ចឹងភាសាខ្មែរមិនពិបាកយល់ហើយក៏មិនពិបាកភ័ន្តច្រឡំអីដែរបាទខ្ញុំប្រើពាក្យថាពេល K01 ចេញមកវិញយករូបនេះទៅដេកគិតទាំងប្តីទាំងប្រពន្ធទៅក្រោយពីគិតរួចនាំគ្នាទៅវត្តស្រោចទឹកចេញផងអញ្ចឹងខ្ញុំអត់បានរំលឹកបងស្រីដែលលោកភ័យវណ្ណៈគាត់ថាជាប្រពន្ធរបស់បងនោះខ្ញុំអត់ស្គាល់មែនហើយខ្ញុំអត់បាននិយាយទៅកាន់បងស្រីទេហើយក៏មិនបាននិយាយទៅកាន់បងភ័យវណ្ណៈដែរនៅក្នុងសំណេររបស់ខ្ញុំដែលខ្ញុំបង្ហោះរូបហូបជុំគ្នាជាក្រុមអញ្ចឹងសំណេររបស់ខ្ញុំមិនពិបាកយល់ទេប៉ុន្តែប្តីបងស្រីគឺជាបុគ្គលដ្រាម៉ាក្នុង Facebook ហើយក៏ជាបុគ្គលបកកាយលាបពណ៌ម្នាក់ដែរគាត់យកមកដ្រាម៉ាថាខ្ញុំនឹងវាយប្រហារបងស្រីភ្ជាប់បងស្រីមកក្នុងរឿងសង្គមខ្ញុំសូមជម្រាបជូនបងស្រីថាខ្ញុំឲ្យតម្លៃមនុស្សស្រីណាស់ព្រោះខ្ញុំមានភាពកក់ក្ដៅពីមនុស្សស្រីជាពិសេសគឺម្ដាយរបស់ខ្ញុំតាំងពីទូចមកខ្ញុំខ្វះភាពកក់ក្ដៅប៉ុន្តែមានតែម្ដាយខ្ញុំទេដែលគាត់តែងតែនៅក្បែរខ្ញុំលើកទឹកចិត្តខ្ញុំជួយខ្ញុំហើយខ្ញុំមានដំណំមួយយ៉ាងដាច់ខាតខ្ញុំអត់យកមនុស្សស្រីមកលាយឡំនឹងរឿងការងាររបស់បុរសឬការងារសង្គមឬការងារនយោបាយទេមានន័យថាបើខ្ញុំធ្វើអ្វីក៏ដោយខ្ញុំមិនអោយប៉ះពាល់មនុស្សស្រីទេបើនិយាយភាសាចាស់គេថាកុំអោយឆ្លោះជាមួយមនុស្សស្រីបាទខ្ញុំអត់ឆ្លោះជាមួយមនុស្សស្រីទេបងស្រីជាទីគោរពសូមបងស្រីទទួលជ្រាបប៉ុន្តែខ្ញុំសូមឲ្យបងស្រីជួយណែនាំប្តីបងស្រីផងគឺបងភ័យវណ្ណៈសូមឲ្យគាត់ប្រើភាសាមនុស្សកុំប្រើភាសាសត្វវាអាក្រក់ស្លាប់ណាស់កុំឲ្យគាត់ជេរប្រមាថគេឯងគាត់ចាស់ហើយគាត់ត្រូវមានសិលក្នុងខ្លួនកុំឲ្យគាត់ខឹងច្រឡោតពីវាពីការវានាំឲ្យហានិភ័យដល់ជីវិតរបស់គាត់កាលណាតែខឹងក្រោតទៅនោះបើមិនមានអីធំដុំក៏វាខូចផ្លូវចិត្តដែរអញ្ចឹងបងជួយណែនាំប្តីបងស្រីផងថាភាសាជេរនេះវាមិនមែនជាភាសាថ្លៃថ្នូរសម្រាប់មនុស្សចាស់ទេបាទហើយសូមបងប្អូនកុំយល់ច្រឡំថាហេខ្ញុំទាញប្រពន្ធបងភ័យវណ្ណៈមកភ្ជាប់ទៅវាយប្រហារទៅអីអត់ទេណាខ្ញុំបានជម្រាបជូនហើយសំណេររបស់ខ្ញុំហើយខ្ញុំសូមនិយាយទៀតថាខ្ញុំអត់ស្គាល់បងស្រីទេខ្ញុំផុសរូបជាក្រុមនោះខ្ញុំអត់ស្គាល់បងស្រីហើយមិនបានសម្ដៅទៅបងស្រីទេសូមបងស្ងប់អារម្មណ៍កុំឈួលឆេះ
តាមប្តីបងត្រាម៉ានិងលៀបពណ៌ខ្ញុំជាពិសេសកូនរបស់បងផៃបណ្ណៈទាំងអស់យើងជាយុវជនចំនួនក្រោយសូមស្ដាប់ហេតុផលនិងមើលអត្ថន័យឡើងវិញខ្ញុំអត់បានប៉ះពាល់បងស្រីដែលជាភរិយារបស់បងផៃបណ្ណៈទេខ្ញុំគោរពមនុស្សស្រីណាស់ខ្ញុំឲ្យតម្លៃមនុស្សស្រីណាស់ខ្ញុំអត់ពាក់ព័ន្ធទេបងប្អូនជាទីគោរពហើយតាំងពីខ្ញុំចេះលេងបណ្ដាញសង្គម Facebook មកតើមានករណីណាមួយដែលខ្ញុំឆ្លោះជាមួយមនុស្សស្រីខ្ញុំអត់ទេដាច់ខាតហើយអញ្ចឹងសូមបងផៃបណ្ណៈកុំព្យាយាមត្រាម៉ាលៀបពណ៌ខ្ញុំសច្ចភាពនៅត្រង់ការពិតនឹងហើយបាទហើយសូមបងស្រីកុំខឹងខ្ញុំតាមរយៈប្តីបងត្រាម៉ាអីណាខ្ញុំឆ្លោយឆ្លងតែជាមួយប្តីបងទេខ្ញុំអត់ប៉ះពាល់បងស្រីកូនរបស់បងស្រីចៅរបស់បងស្រីទេខ្ញុំអត់មានឲ្យបោកលោកគ្នាដូចសំឡងកកូឡើយហើយខ្ញុំចេញមកបញ្យលបន្ថែមនេះខ្ញុំដេកគិតថាតើទុកឲ្យបងផៃបណ្ណៈដែលជាប្តីរបស់បងស្រីនឹងត្រាម៉ាតម្លាក់លៀបពណ៌ខ្ញុំថាខ្ញុំនឹងវាបហាប្រពន្ធគាត់ឬក៏វាបហាបងស្រីទៀតឬក៏ខ្ញុំត្រូវចេញបកស្រាយឲ្យច្បាស់ហើយសូមប្រាប់មហាជនណាខ្ញុំចេញមកនេះមិនមែនខ្លាចបងផៃបណ្ណៈអីណែនៃទេអត់ទេណាខ្ញុំចេញមកបញ្យលបងស្រីដែលជាប្រពន្ធរបស់បងផៃបណ្ណៈនិងសូមពឹងពាក់បងស្រីជាទីគោរពជួយបដៅប្តីបងផងបងផៃបណ្ណៈហ្នឹងណាកុំឲ្យគាត់ខឹងក្រោតប្រើពាក្យអាមឹងជេរគេជេរឯងតាម Facebook វាអត់ល្អមើលទេសម្រាប់មនុស្សចាស់វាអាសោចគេដល់កូនរបស់បងស្រីវាអាសោចគេដល់ចៅរបស់បងស្រីបាទហើយកូនរបស់បងផៃបណ្ណៈនិងបងស្រីស្ដាប់មើលចោះមានឪពុកដែលមកជេរគេចង្អេងក្នុង Facebook តើតម្លៃយើងជាមនុស្សចំនួនក្រោយទុកនៅឯណាបាទកន្លែងនឹងហើយដែលខ្ញុំមិនអាចនៅស្ងៀមទេខ្ញុំត្រូវតែចេញបកស្រាយឲ្យមហាជនបានដឹងថាពេជ្រស្រស់អត់យកមនុស្សស្រីមកលាយឡំគ្នាជាមួយនឹងការងារទេអត់ទេជាពិសេសការវាយប្រហារគ្រួសារគេនេះដំណងរបស់ខ្ញុំដាច់ខាតគឺអត់ពាក់ព័ន្ធអត់ប៉ះពាល់ទេបាទខ្ញុំសូមប៉ុណ្ណឹងចុះហើយសូម5ផ្ញើថាបាញ់ឈប់ទៅបងផៃបណ្ណៈអារឿងជេរប្រមាថមិនថាតែខ្ញុំទេជេរប្រមាថមន្ត្រីរាជការក៏ដោយអាមឹងនេះមិនមែនជាភាសាមនុស្សទេគឺជាភាសាសត្វដោយសារអីសត្វវាអត់ដឹងខុសវាអត់ដឹងត្រូវទេបាទអញ្ចឹងសូមបងកែខ្លួនផងជាពិសេសសូមឲ្យបងស្រីជាប្រពន្ធដែលនៅជាមួយបងផៃបណ្ណៈច្រើនជាងគេបងអស់នោះជួយណែនាំបងផៃបណ្ណៈផងបើកូនរបស់បងមិនហ៊ានណែនាំសូមឲ្យប្រពន្ធបងផៃបណ្ណៈជាពិសេសបងស្រីណាជួយណែនាំបងផៃបណ្ណៈផងកុំទៀតអារឿងប្រើភាសាជេរគេជេរឯងវាអត់ល្អមើលទេវាអត់ព្រោះស្ដាប់ទេហើយថ្នាក់ដឹកនាំអត់គ្រប់គ្រងទេបាទអត់គ្រប់គ្រងទេអញ្ចឹងខ្ញុំសូមប៉ុណ្ណឹងចុះឲ្យសូមបងស្រីទទួលជ្រាបនិងទទួលការគ្រប់ពីខ្ញុំបាទពីស្រស់ផងបាទសូមអរគុណបងបាទ